hướng cái đây này nhóm năng giải ngày ní cứ chỉ hướng cái đây môi đài viral ខ្លាំងមែនតើនៅក្នុង TikTok កាលពីខែមុនដែលhướng cái đâyនេះគឺក្មេងប្រុសដែលជាជនជាតិជប៉ុនម្នាក់ដែលមានអាយុថងដល់1ឆ្នាំឯត្រូវបានបាត់ខ្លួនបន្ទាប់ពី3អាទិត្យក្រោយមកគឺគេរកឃើញសាកសពរបស់គាត់នៅលើភ្នំមួយនៅណាន់តាន់ទីក្រុងខ្យូតូប្រទេសជប៉ុនហើយក្មេងប្រុសម្នាក់ហ្នឹងគឺគាត់មានឈ្មោះថាយូគីអាដាឈីដែលគាត់មានអាយុ11ឆ្នាំនៅក្នុងឆ្នាំហ្នឹងហ្មងឆ្នាំកើតហេតុហ្មងដោយម្ដាយឪពុករបស់គាត់គឺលែងលះគ្នាដោយម្ដាយរបស់គាត់គឺរៀបការថ្មីជាមួយនឹងបុរសម្នាក់ដែលមានឈ្មោះថាយូគីដូចគ្នាទំនាក់ទំនងគ្រួសាររបស់ក្មេងប្រុសរបស់យូគីហ្នឹងគឺនិយាយទៅយើងអាចនិយាយបានថាធម្មតាទំនាក់ទំនងរបស់គាត់មានឆ្លោះខ្លះត្រូវខ្លះដោយសារគាត់រស់នៅជាមួយនឹងម្ដាយរបស់គាត់ហើយនឹងឪពុកចុងមិនមែនឪពុកបង្កើតទេអញ្ចឹងវាតែងតែមានឆ្លោះខ្លះអីខ្លះអញ្ចឹងទៅរហូតដល់ថ្ងៃទីកើតហេតុថ្ងៃទី23ខែ4ឆ្នាំ2026ហ្នឹងគឺថ្ងៃហ្នឹងឪពុកចុងរបស់យូគីហ្នឹងគឺបានជូនយូគីទៅរៀនដោយរហដងអញ្ចឹងអ្នកនរគ្នានៅម៉ោង8ព្រឹកប៉ុន្តែពេលដែលជូនទៅហ្នឹងគឺឪពុកយូគីឪពុកចុងហ្នឹងគឺបានតម្លាក់យូគីនៅមុខសាលាហើយគាត់ក៏បានទៅធ្វើការរបស់គាត់អញ្ចឹងទៅរហូតដល់ម៉ោង11កន្លះថ្ងៃត្រង់ថ្ងៃទី23ដដែលហ្នឹងគឺគ្រូរបស់យូគីហ្នឹងគឺបានខលទៅម្ដាយរបស់យូគីថាអត់ឃើញយូគីមករៀនទេអញ្ចឹងខាងម្ដាយហ្នឹងក៏មានការស្លន់ស្លោក៏បាន call ទៅ report ប្រាប់ប៉ូលីសថាបាត់ខ្លួនកូនប្រុសរបស់គាត់អញ្ចឹងខាងប៉ូលីសគេក៏បាននាំគ្នាដើររកអញ្ចឹងទៅហើយពេលដែលរកហ្នឹងគឺប៉ូលីសប្រហែលជា1000នាក់អ្នកនរគ្នាដើររកដំណឹងស្វែងរកពីយូគីហ្នឹងដោយសារការបាត់ខ្លួនក្មេងវាមិនមែនជារឿងធម្មតាទេអ្នកនរគ្នាអញ្ចឹងគេក៏បានស្វែងរកអីនៅម្ដុំហ្នឹងរហូតដល់ថ្ងៃទី29ខែ3បានគេរកឃើញតម្រុយអ្នកនរគ្នាហើយតម្រុយហ្នឹងគឺអត់មានតម្រុយអីច្រើនទេគឺគេរកឃើញកាតាបហើយនឹងស្បែកជើងដោយកតាបរបស់យូគីហ្នឹងគឺគេរកឃើញនៅម្ដុំភ្នំដែលមានចម្ងាយប្រហែលជា3គីឡូម៉ែត្រពីសាលាដែលយូគីហ៊ានហើយនឹងស្បែកជើងរបស់យូគីគឺមានចម្ងាយ6គីឡូពីសាលាដែលយូគីហ៊ានអញ្ចឹងមានន័យថាគេរកឃើញតម្រុយ2នៅក្នុងទីតាំង2ផ្សេងគ្នាដល់អញ្ចឹងទៅដែលធ្វើឲ្យប៉ូលីសគឺគាត់ធ្វើការពិបាកខ្លាំងមែនតើហ្មងដោយសារតែតម្រុយគឺរកឃើញពីកន្លែងផ្សេងគ្នារហូតដល់ថ្ងៃទី13ខែ4និយាយទៅប្រហែលជា2-3អាទិត្យបន្ទាប់ពីយូគីបាត់ខ្លួនហ្នឹងគឺខាងប៉ូលីសគឺបានរកឃើញសាកសពរបស់ក្មេងប្រុសម្នាក់ដែលសាកសពហ្នឹងគឺមានចម្ងាយ2គីឡូពីសាលាដែលយូគីហ៊ានសភាពសាកសពគឺកេងផ្ងាដែលពាក់អាវពណ៌10 blue ហើយនឹងខោពណ៌រាងផ្សាច់បន្ទាប់មកខាងប៉ូលីសគេក៏បានយកសាកសពហ្នឹងទៅធ្វើកសោវិច័យអ្នកនរគ្នាផ្សាយឡើងនៅថ្ងៃទី14ខែ4ហ្នឹងគឺគេបានខាងប៉ូលីសហ្នឹងគឺគាត់បានចេញមកនិយាយជាក់លាក់ហ្មងថាសាកសពហ្នឹងគឺជាសាកសពរបស់យូគីអាដាឈីក្មេងប្រុសដែលមានអាយុ11ឆ្នាំដែលត្រូវបានបាត់ខ្លួនកាលពីចុងខែ3ហ្នឹងបន្ទាប់មកខាងប៉ូលីសក៏បានឲ្យការបន្ថែមទៀតថាយូគីគឺសន្និដ្ឋានថាអាចនឹងត្រូវបានស្លាប់ចុងខែ3អាចនឹងថ្ងៃដែលគាត់បាត់ខ្លួននឹងអ្នកនរគ្នាហើយមូលហេតុនៃការស្លាប់របស់គាត់គឺថប់ខ្យល់អាចបណ្ដាលមកពីការច្បាច់កហើយសាកសពរបស់គាត់នឹងអាចនឹងគេផ្ទេរជូនឲ្យដល់អាចនឹងផ្ទេរពីកន្លែងមួយទៅកន្លែងមួយជាច្រើនកន្លែងមុននឹងគេត្រូវបានគេបោះបង់នៅកន្លែងដែលប៉ូលីសរកឃើញហ្នឹងបន្ទាប់ពីខាងប៉ូលីសគាត់ធ្វើការកសោវិច័យអីច្បាស់លាស់អីហើយគឺថ្ងៃទី15ខែ4ហ្នឹងគឺខាងប៉ូលីសបានចុះទៅសួរចម្លើយអ្នកផ្ទះរបស់យូគីហ្នឹងក្រុមសមាជិកគ្រួសារអីហ្នឹងខ្ញុំគិតថានៅពេលដែលមានឃាតកម្មអីកើតឡើងអញ្ចឹងអ្នកដែលប៉ូលីសដែលគាត់ត្រូវសួរចម្លើយមុនគេគឺដឹងតែសមាជិកគ្រួសារអីអញ្ចឹងនៅពេលដែលប៉ូលីសចុះទៅសួរហ្នឹងគឺឪពុកចុងរបស់យូគីហ្នឹងគឺគាត់បានសារភាពប្រាប់ប៉ូលីសហ្មងអ្នកនរគ្នាកំឡុងពេលដែលសួរចម្លើយហ្នឹងគឺគាត់បាននិយាយថាគាត់គឺជាអ្នកដែលសម្លាប់យូគីចឹងឪពុកចុងហ្នឹងគឺបានសារភាពគ្រប់សពបែបយ៉ាងគឺគាត់បាននិយាយថាមូលហេតុដែលគាត់សម្លាប់យូគីដែលជាកូនចុងរបស់គាត់ហ្នឹងដោយសារតែគាត់ខឹងយូគីដល់យូគីហ្នឹងគឺបាននិយាយថាគាត់ហ្នឹងមិនមែនជាឪពុកបង្កើតរបស់យូគីទេដែលធ្វើឲ្យគាត់ខឹងនៅថ្ងៃដែលយូគីបាត់ខ្លួនគឺថ្ងៃទី23ខែ3ពេលដែលផឹកឡើងដែលគាត់ជូនយូគីទៅរៀនហ្នឹងគឺគាត់បានតម្លាក់យូគីនៅសាលាណារគ្នាគាត់ជិះពហុទៅដល់ផាកមួយកន្លែងហើយគាត់ក៏បានយូគីចូលទៅក្នុងបន្ទប់ទឹកសាធារណៈហ្នឹងហើយគាត់ក៏បានច្បាច់កយូគីរហូតដល់ស្លាប់បន្ទាប់ពីគាត់ធ្វើសកម្មភាពហ្នឹងហើយគឺគាត់បានយកសាកសពរបស់យូគីហ្នឹងនិយាយទៅផ្លាស់ទីឡើង4កន្លែងបន្ទាប់ពីគាត់យកទៅប្លង់ចោលនៅកន្លែងដែលប៉ូលីសគេរកឃើញសាកសពហ្នឹងអញ្ចឹងបានប៉ូលីសគឺគាត់រកឃើញកតាហើយនឹងស្បែកជើងរបស់យូគីនៅ2កន្លែងផ្សេងគ្នាដោយសារតែពុកចុងហ្នឹងគឺគាត់បានផ្លាស់ទីសាកសពរបស់កូនចុងរបស់គាត់ហ្នឹងច្រើនកន្លែងប្រហែល4កន្លែងគាត់និយាយហើយគាត់ក៏ត្រូវបានប៉ូលីសចាប់ខ្លួនបន្ទាប់មកតាមព័ត៌មានវារឿងអត់សូវច្បាស់ដែរអ្នកនរគ្នាអានណាគឺត្រូវបានគេដោះលែងបន្ទាប់មកក៏ត្រូវបានគេចាប់ខ្លួនម្ដងទៀតនៅថ្ងៃទី6ខែ5យ៉ាងទៅឆ្នាំហ្នឹងចំណែកឯការកាត់ក្តីនៅក្នុងរឿងក្តីនេះគឺអត់ទាន់មានព័ត៌មានអីជាក់លាក់អត់ទាន់ចាញ់អីទៀតទេអញ្ចឹងបើសិនជាមានព័ត៌មានអីជាក់លាក់ចាំខ្ញុំអាប់ដេតប្រាប់អ្នកនរគ្នាហើយវីដេអូរបស់យើងគឺចាប់ធំហ្នឹងហើយអញ្ចឹងបើសិនជាអ្នកនរគ្នាមានមតិអីអ្នកនរគ្នាអាចខមមិននៅក្រោមហ្នឹងបានអរគុណដែលស្ដាប់វីដេអូនេះរហូតដល់ចប់